សម្លកកូរក្តៅៗហុយៗជាមួយនឹងអង្ករលីងបន្ថែមជាមួយនឹងបន្លែបៃតងចេះទៀតមកគ្រាន់តែឃើញនឹងថាទំនងមែនតែនគួរឲ្យចង់ញ៉ាំវិធីធ្វើនឹងក៏មិនជាពិបាកអីទេដួសមកក្តៅៗហុយៗចេះមកតែឆ្ងាញ់តែម្ដងថែមជាមួយនឹងម្ទេសញៀចចេះមកអូយថាល្អមែនតែនគ្រាន់តែឃើញនឹងថាស្រក់ទឹកមាត់ច្រោកហើយនេះគឺជាបន្លែកកូររបស់យើងមានបន្លែដូចជាគ្រាប់ពុទ្ធញងបន្លែពណ៌បៃតងមានតាំងពីផ្ទីមានតាំងពីស្លឹកម្រុំមានតាំងពីស្លឹកអីផ្សេងទៀតមកហើយគ្រឿងផ្សំនេះគឺជាសាច់មានឆ្អឹងជំនីមានឆ្អឹងជ្រូកមានប្រហុកជាមួយនឹងអង្ករលីងមានជាមួយនឹងគល់ស្លឹកគ្រៃដែលបុកហើយនឹងមកហើយស្លឹកម្រុំនេះគឺយើងយកមកលាងទឹកលាងបែបនេះសិនហើយចាំយើងបេះទើបងាយស្រួលកាលណាតែយើងបេះហើយលាងទឹកហ្នឹងគឺពិបាកប្រមូលមែនតែនហើយនេះគឺជាគ្រាប់ពុទ្ធញងយើងលាងដែរមកជាមួយនឹងបន្លែកកូរបន្លែកកូរនេះគឺយើងដាក់ចម្រុះគ្នាហើយលាងសាច់លាងអីឲ្យស្អាតបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមមកហាន់ឆ្អឹងជ្រូកនេះយើងហាន់ជាកង់តូចៗសមល្មមមកសម្រាប់ងាយស្រូបហើយប្រហុកនេះគឺយើងដាក់ប្រហុកឆ្អឹងអញ្ចឹងទៅយើងត្រូវចិញ្ច្រាំឲ្យម៉ត់ដើម្បីពេលស្លទៅងាយស្រួលចំណែកវិធីធ្វើហ្នឹងគឺយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់បន្ទាប់មកយើងរំលីងជាមួយនឹងគ្រាប់ពុទ្ធញងនេះយើងអាចដាក់មកល្មមទៅសាំរំទៅតាមចំណង់ចំណូលចិត្តហើយបន្ទាប់ពីយើងលីងវាឆ្អិនបន្តិចហើយគឺយើងចាប់ផ្ដើមដាក់គ្រឿងនេះនាងខ្ញុំដាក់ពាក់កណ្ដាលសិនពាក់កណ្ដាលទៀតយើងទុកដាក់នៅពេលដែលយើងស្លបានហើយគឺវាឡើងឈ្ងុយតែម្ដងហើយយើងចាប់ផ្ដើមដាក់ប្រហុកអីហើយកូរឲ្យឡើងឈ្ងុយឡើងពេញផ្ទះយើងបន្ថែមជាមួយនឹងឆ្អឹងជ្រូកនេះគឺយើងដាក់ហើយយើងកូរវាឲ្យឆ្អិនសិនទៅចាំយើងបន្ថែមគ្រឿងក្រៅសូមពុកម៉ែបងប្អូនដែលចូលចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Facebook Page និង Follow TikTok នាងខ្ញុំផងយើងរំលីងសាច់នេះថាអូយឈ្ងុយដល់ផ្ទះ1ផ្ទះ2ផ្ទះ3នោះគ្រាន់តែគ្រឿងក្រៅនឹងថាធុងក្លិននឹងឈ្ងុយមែនតែនថាឲ្យតែស្លកកូរម្ដងគឺឈ្ងុយពេញផ្ទះគ្រាន់តែបងប្អូនបើកមកអូយឈ្ងុយសម្លតែម្ដងក្តៅហុយចឹងនេះដាក់ជាមួយបាយជាមួយអីហ្នឹងគឺថាទំនងមែនតែនឥឡូវនេះយើងបញ្ចប់ផ្ដើមទៅឆាសាច់ឲ្យវាទៅឆ្អិនតែមែនតែនហើយយើងចាប់ផ្ដើមដាក់គ្រឿងក្រៅយើងដាក់អំបិលបន្ថែមជាមួយនឹងប៊ីចេងហើយបន្ថែមជាមួយនឹងស្ករពាងចេះមកថាអូយឈ្ងុយគ្រឿងឈ្ងុយក្រៅតែម្ដងយើងកូរវាសព្វហើយយើងចាប់ផ្ដើមដាក់បន្លែចូលពេលដែលយើងដាក់បន្លែចូលហើយយើងចាប់ផ្ដើមដាក់ថែមទឹកដើម្បីដាក់ស្លវាទៅដាក់មកល្មមសមរម្យហើយពេលនេះថាសម្លយើងពុះក្តៅហុយចេះមកយើងបន្ថែមជាមួយអង្ករលីងទៀតមកអូយថារទេះឈ្ងុយមែនតែនគ្រាន់តែឃើញនឹងគឺថាចង់ញ៉ាំតែម្ដងក្តៅហុយជាងនេះហើយឥឡូវនេះយើងបន្ថែមជាមួយនឹងគល់ស្លឹកគ្រៃដែលយើងទុកពាក់កណ្ដាលមកដើម្បីឲ្យវាឆាឈ្ងុយតែម្ដងហើយឡើងពណ៌ថាគឺល្អមែនតែនបន្ថែមជាមួយនឹងបន្លែពណ៌បៃតងរបស់យើងទៀតមកអូយថាមើលទៅទំនងមែនតែនឡើងគួរឲ្យចង់ញ៉ាំគ្រាន់តែប៉ុណ្ណឹងគឺសម្លកកូរយើងរួចស្រេចខាត់ឃើញថាបន្លែហ្នឹងក៏គួរឲ្យដួសញ៉ាំដែរនេះបងប្អូនហើយឥឡូវមកធ្វើសម្លកកូរយើងនេះយើងដួសដាក់ចានតែម្ដងគ្រាន់តែដួសដាក់មកថាក្តៅហុយមែនតែនគួរឲ្យចង់ញ៉ាំបងប្អូនចូលចិត្តសម្លកកូរអីត្រូវតែម្ដងហើយយើងមើលទៅថាពណ៌រ៉ាងរលើបរលោងសាច់អីគឺគួរឲ្យចង់ញ៉ាំតែហុយបែប